ជំរាបសួរបងប្អូនអរគ្នាដែលបងជំរាបសួរបងប្អូនអរគ្នាដែលបានចូលមកកាន់វីដេអូរបស់ខ្ញុំវីដេអូនេះខ្ញុំសូមបង្ហាញពីកន្លឹះតិចតួចសម្រាប់បងប្អូនដែលគាត់ចង់ដោះស្រាយបញ្ហាដែលទូរស័ព្ទរបស់គាត់លូតបាត់ color ដែលជាប់ color ហ្នឹងយើងអាចដោះបានងាយៗដោយខ្លួនឯងនៅក្នុង setting ទេបងប្អូនធ្វើមកតាមខ្ញុំមកបងប្អូនចូលទៅក្នុង app របស់យើង setting បន្តមកទៀតបងប្អូនរកពាក្យថាaccessibility នេះបងប្អូននេះចូលមកបន្តមកទៀតបងប្អូនរើសពាក្យថា display analytic size បន្តមកទៀតបងប្អូន scroll ខាងក្រោមរើសពាក្យថា color fill កន្លែងនេះ filter បាទបងប្អូនហើយមកដល់កន្លែងនេះគឺបងប្អូនច្បាស់ជាឃើញហើយនៅកន្លែងនេះគឺកន្លែង color ប៉ុន្តែបើសិនជាលក្ខខណ្ឌដែលបងប្អូនអត់មាន color វាលូតបែបនេះវាឃើញមាន color ខាងក្រោមនេះ3 4ហើយសូមអធិស្ឋានផងព្រោះអីពេលខ្ញុំ record អញ្ចឹងគឺវាអត់លូតបាត់ color ទេច្បាស់ជាឃើញ color ធម្មតាប៉ុន្តែបើបងប្អូនបើលូតបែបនេះមានoption មានកន្លែងអីញញខាងក្រោម3 4 5នេះគឺច្បាស់ជាអត់មានឃើញ color ទេហើយបើខ្ញុំក៏កំពុងតែអត់ color ដែរប៉ុន្តែពេល record អញ្ចឹងគឺវាឃើញ color ច្បាស់បាទអធិស្ឋានហើយបើបងប្អូនចង់ឲ្យឃើញ color វិញបងប្អូនគ្រាន់តែ tick បិទវាវិញមកតិចបិទច្បាស់ជាឃើញ color បងប្អូនវិញហើយបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ